ម៉ាក់ដែលមានកូនតូចហើយគាត់ឲ្យហ៊ានឲ្យកូនគាត់ប្រើសាប៊ូកក់សក់ផ្ដេសផ្ដាស់ព្រោះខ្លាចប៉ះពាល់ដល់សរសៃសក់ហើយនឹងស្បែកក្បាលកូនគាត់ម៉ាក់គាត់ខ្លាចគឺត្រឹមត្រូវឯងព្រោះថាសាប៊ូមិនមែនចេះតែប្រើសម្រាប់កូនក្មេងទេខាងយើងគឺមានប្រភេទសាប៊ូកក់សក់សម្រាប់កូនក្មេងដែលប្រើទៅដោយសុវត្ថិភាពមិនមានជាផលប៉ះពាល់ឡើយគឺជា brand Calmodent របស់ជប៉ុននេះបងបងដែលយើងមានជាឈុតសាប៊ូកក់សក់ហើយនឹង refill ឃើញមានច្រើនប្រភេទចឹងប៉ុន្តែអត្ថប្រយោជន៍គឺដូចគ្នាគ្រាន់តែខុសរូបរាងតែប៉ុណ្ណោះ brand មួយនេះប្រើទៅមានសុវត្ថិភាពសម្រាប់កូនក្មេងដោយសារតែជាតិអាស៊ីតហ្នឹងគឺទាបមែនតែនបងបងចឹងហើយបងបងមិនចាំបាច់ភ័យខ្លាចប៉ះពាល់ដល់ស្បែកក្បាលឬក៏សរសៃសក់អូននេះសម្រាប់អត្ថប្រយោជន៍របស់សាប៊ូកក់សក់នេះគឺជួយផ្ដល់ស្នាមដល់សរសៃសក់បានល្អជួយឲ្យសរសៃសក់ទន់ភ្លឺអាឡោះអាឡូងជួយកម្ចាត់មេរោគហើយនឹងបាក់តេរីនៅលើស្បែកក្បាលហើយនឹងសរសៃសក់និងជួយកាត់បន្ថយអង្គែសហើយនឹងរមាស់ផងដែរបើក្លិនរបស់គេវិញក្លិនបែបផ្កាក្រអូបស្រាលមួយនេះគឺជាប្រភេទសាប៊ូកក់សក់បើសិនជាបងបងអត់ចង់បានជាឈុតជាមួយនឹងបន្ទន់ទេចង់បានតែសាប៊ូអាចយកមួយនេះបានមួយនេះគឺជាប្រភេទ refill ដែលក្នុងមួយកញ្ចប់គេហ្នឹងគឺមាន2បងបងបើសិនជាគាត់ប្រើសាប៊ូអស់ហើយចង់បានជាប្រភេទ refill យកទៅចាក់បំពេញក្នុងដបដោយសារគាត់អត់ចង់ចំណាយលុយច្រើនក្នុងការទិញជាដបម្ដងទៀតយក refill ទៅចាក់បំពេញបែបនេះគឺចំណេញមែនតែនបងបងបើសិនជាគាត់ចង់បានជាឈុតដែលមានកក់ផងបន្ទន់ផងគឺអាចយកឈុតមួយនេះបានសំខាន់គឺជាឈុត special design ទៀតឈុតនេះក៏ជាប្រភេទឈុត special design ដែរគ្រាន់តែថាក្នុងមួយឈុតគេនេះគឺមានសាប៊ូកក់សក់ហើយនឹង refill សាប៊ូកក់សក់បងបងប្រើសាប៊ូដបអស់គឺអាចចាក់ refill បំពេញចូលបានអញ្ចឹងសម្រាប់បងបងណាដែលចង់បានបងបងរកទិញបាននៅហាងលក់ស្រីយ៉ាយើងទាំងពីសាខាឬក៏បងបងអាចឆាតចូល page ក៏បានតែបើសិនជាបងបងចង់មើលផលិតផលថ្មីៗជាច្រើនទៀតបងបងអាចចូល link Telegram ដែលយើងបានដាក់នៅក្នុង description នឹងបានណា